នៅថ្ងៃទី12ខែឧសភាឆ្នាំ2026នេះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាគណៈបករាជានិយមហ៊ុនស៊ិនប៉ិចបានបង្ហាញជំហរគាំទ្រច្បាប់កាតព្វកិច្ចយោធានេះក៏ប៉ុន្តែទាមទារឲ្យមានតម្លាភាពបំផុតដើម្បីការពារសិទ្ធិយុវជននិងសេដ្ឋកិច្ចគ្រួសារប្រជារាស្ត្រតំណាងរាស្ត្រមកពីគណៈបកហ៊ុនស៊ិនប៉ិចបានបង្ហាញពីក្តីបារម្ភជាមួយនឹងជំហរយ៉ាងច្បាស់លាស់លើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធាថាក្នុងបរិបទដែលបូរណភាពទឹកដីកំពុងប្រឈមនឹងការរំលោភបំពានការពង្រឹងកាតព្វកិច្ចយោធាគឺជាការកសាងរបងមនុស្សដ៏ចាំបាច់បំផុតដើម្បីការពារជាតិទន្ទឹមនឹងនេះគណៈបករាជានិយមបានផ្ដល់យោបល់និងទាមទារ5ចំណុចដើម្បីធានាថាច្បាប់នេះបម្រើផលប្រយោជន៍ប្រជារាស្ត្រពិតប្រាកដទី1ច្បាប់តែមួយស្តង់ដារតែមួយលុបបំបាត់វប្បធម៌រើសអើងហ៊ុនស៊ិនប៉ិចទាមទារឲ្យមានតម្លាភាពបំផុតក្នុងការជ្រើសរើសដោយត្រូវលុបបំបាត់ឲ្យដាច់ស្រឡះនៅទម្លាប់កូនអ្នកមានកូនអ្នកធំគេចវេះកូនអ្នកក្រចូលទ័ពការពារជាតិត្រូវតែជាកាតព្វកិច្ចកិត្តិយសរបស់ពលរដ្ឋគ្រប់រូបស្មើគ្នាដោយគ្មានការសូកប៉ាន់ឬខ្សែស្រឡាយទី2សេចក្តីថ្លៃថ្នូរនិងសុខុមាលភាពយោធិនរាជរដ្ឋាភិបាលត្រូវធានាឲ្យបាននូវកម្រិតជីវភាពសមរម្យនៅក្នុងបន្ទាយទាំងរបបអាហារនិងសេវាព្យាបាលការវឹកវើត្រូវធ្វើឡើងតាមលក្ខណៈវិជ្ជាជីវៈនិងសីលធម៌ខ្ពស់បំផុតដោយជៀសវាងរាល់ទម្រង់ហិង្សាក្រៅច្បាប់លើរាងកាយយុវជនដែលជាសសរទ្រូងជាតិ3ធានាឱកាសការងារក្រោយបញ្ចប់ភារកិច្ចត្រូវមានយន្តការជាក់ស្ដែងជាមួយវិស័យឯកជនដើម្បីធានាថាក្រោយបម្រើជាតិរយៈពេល24ខែយុវជននឹងមិនបាត់បង់អាជីពឬបាត់បង់ឱកាសសេដ្ឋកិច្ចឡើយការលះបង់ដើម្បីជាតិត្រូវតែទទួលបានមកវិញនូវការគាំទ្រផ្នែកជីវភាពពីសំណាក់រដ្ឋ4បង្ការការរំលោភអំណាចនិងការគៀបសង្កត់ត្រូវមានការណែនាំឲ្យច្បាស់លាស់ដល់មន្ត្រីអនុវត្តច្បាប់ដើម្បីបង្ការកុំឲ្យមានការប្រើប្រាស់អំណាចតុលាការយោធាឬការបកស្រាយច្បាប់ក្នុងន័យគំរាមកំហែងនិងគៀបសង្កត់លើប្រជាពលរដ្ឋស្លូតត្រង់5គិតគូរពីបង្គោលសេដ្ឋកិច្ចនៃគ្រួសារហ៊ុនស៊ិនប៉ិចបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការកំណត់អាយុយោធិនបម្រុងរហូតដល់45ឆ្នាំរដ្ឋត្រូវតែមានយន្តការលើកលែងឬសំណងសមរម្យចំពោះបុគ្គលដែលជាមេគ្រួសារឬជាអ្នករ៉ាប់រងសេដ្ឋកិច្ចតែម្នាក់គត់ដើម្បីកុំឲ្យការពារជាតិคล้ายជាបន្ទុកតំណាងរាស្ត្រគណៈបកហ៊ុនស៊ិនប៉ិចបញ្ជាក់ថាយើងមិនចង់ឃើញច្បាប់ដ៏សំខាន់នេះបង្កើតបានជាបន្ទុកឬជាសម្ពាធដល់យុវជនក្រីក្រឡើយក៏ប៉ុន្តែវាត្រូវតែជានិមិត្តរូបនៃកិត្តិយសដ៏ឧត្តុង្គឧត្តមនិងសមធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងបុព្វហេតុការពារជាតិសាសនាព្រះមហាក្សត្រ